អ្នកណាក៏មានបញ្ហានៅក្នុងជីវិតដែរដោយព្រះពុទ្ធសម្ដែងអញ្ចឹងមានជីវិតគឺមានទុក្ខគ្រាន់តែអ្នកខ្លះមានទុក្ខតិចអ្នកខ្លះមានទុក្ខច្រើនអ្នកខ្លះមានទុក្ខមិនចេះបញ្ចេញតែអ្នកខ្លះមានទុក្ខតែងតែបញ្ចេញតាមបណ្ដាញសង្គមដើម្បីជាការចាប់អារម្មណ៍ទាញការចាប់អារម្មណ៍ពីសំណាក់មហាជនចាប់អារម្មណ៍លីហើយសារធាតុគីមីសូដាហ្វូតនៃឯកទេសលាងសម្អាតមេរោគនិងសារធាតុគីមីពីបន្លែផ្លែឈើសមត្ថភាពលាងស្អាត 99% ប្រាក់ដោយទំនុកចិត្តផលិតឡើងដោយដុកទ័រឯកទេសគីមីចំណីអាហារមកពីប្រទេសបារាំងនៅចុះវ័យទៀតមួយប្រអប់ 20,000 រៀលប្រើបានមួយខែសុខភាពល្អពេញមួយគ្រួសារខ្ញុំចង់ស្លាប់គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងចេញពីសំណេររបស់លោកសេដ្ឋីនីមួយរូបនិយាយឲ្យចង់ឈ្មោះគឺលោកស្រីត្រីដាណាលោកស្រីត្រីដាណាបានបង្ហោះតាមបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកស្រីសរសេរខ្លឹមសារយ៉ាងខ្លីបំផុតគឺខ្ញុំចង់ស្លាប់លោកស្រីគឺជាអ្នកមានស្ដុកស្ដំមួយរូបហើយក៏ជាបុគ្គលមួយរូបល្បីល្បាញនៅក្នុងបណ្ដាញសង្គមផងដែរដូច្នេះអ្វីដែលលោកស្រីបានបញ្ចេញคล้ายទៅជាទីចាប់អារម្មណ៍របស់មហាជនការបញ្ចេញអារម្មណ៍ផ្សេងឬយើងហៅថា drama តាមភាសាអង់គ្លេសជាសិទ្ធិរបស់បុគ្គលម្នាក់គ្មានអ្នកណាម្នាក់អាចហាមបានទេហើយខ្ញុំមើលឃើញនៅក្នុងការបញ្ចេញមតិរបស់បងប្អូនអ្នកលេងតាមបណ្ដាញសង្គមក៏បញ្ចេញមតិផ្ទុយគ្នាផងដែរបងប្អូនខ្លះក៏មានការលើកទឹកចិត្តថាចែកុំគិតខ្លីកុំអស់សង្ឃឹមកុំចង់ស្លាប់អីជាដើមប៉ុន្តែបងប្អូនយើងខ្លះទៀតក៏បញ្ចេញមតិផ្សេងពីនេះថាលោកស្រីត្រីដាណាចេះតែបញ្ចេញអារម្មណ៍ត្រាម៉ាយុទ្ធសាស្ត្រតាមបណ្ដាញសង្គមហើយបើចង់ស្លាប់ក៏មិនចាំបាច់ក្នុងការបញ្ចេញអារម្មណ៍ប្រាប់ជាមុនដែរសម្រាប់ខ្ញុំក៏មានទស្សនៈផ្ទាល់ខ្លួនដែរអ្នកណាក៏មានបញ្ហានៅក្នុងជីវិតដែរដោយព្រះពុទ្ធសម្ដែងអញ្ចឹងមានជីវិតគឺមានទុក្ខគ្រាន់តែអ្នកខ្លះមានទុក្ខតិចអ្នកខ្លះមានទុក្ខច្រើនអ្នកខ្លះមានទុក្ខមិនចេះបញ្ចេញតែអ្នកខ្លះមានទុក្ខតែងតែបញ្ចេញតាមបណ្ដាញសង្គមដើម្បីជាការចាប់អារម្មណ៍ទាញការចាប់អារម្មណ៍ពីសំណាក់មហាជនខ្ញុំមិននិយាយថាលោកស្រីត្រីដាណាទៅសេបែបនេះខុសឬក៏ត្រូវទេគ្រាន់តែថាពេលខ្លះលោកស្រីគឺជាបុគ្គលល្បីល្បាញមួយរូបខ្ញុំក៏លើកទឹកចិត្តឲ្យលោកស្រីមានភាពរឹងមាំផងដែរបាទមានភាពរឹងមាំហើយបើសិនជាអាចដោះស្រាយបញ្ហាដោយសន្តិវិធីបានក៏ដោះទៅបាទប៉ុន្តែនៅពេលដែលលោកស្រីទៅសេខ្លឹមសារបែបនេះខ្ញុំឃើញតាមបណ្ដាញសង្គមទាំងអ្នកលេងតាមបណ្ដាញសង្គមទាំងក្រុម MMO ឬក៏បុគ្គលអ្នកផលិតមាតិកាតាមបណ្ដាញសង្គមចាប់ផ្ដើមយកវិធានបទនេះទៅធ្វើការបកស្រាយហើយបងប្អូនយើងចូលចិត្តណាស់រឿងបែបនេះអ្វីដែលខ្ញុំនិយាយគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរឿងខ្លះពាក្យពេចន៍ខ្លះបើយើងមិននិយាយដូចជាល្អជាងអ្នកណាក៏មានទុកដែរពេលខ្លះមានទុកធំជាងលោកស្រីត្រីដាណាផងលោកស្រីត្រីដាណាជាអ្នកមានស្ដុកស្ដំទ្រព្យសម្បត្តិរស់នៅផ្ទះវិឡាឡានទំនើបនៅតែកើតទុកហើយអាចបញ្ចេញតាមបណ្ដាញសង្គមអ្នកខ្លះទុកធំជាងលោកស្រីផងគ្រាន់តែគេមិនបញ្ចេញយើងត្រូវបែងចែកជាពីរមួយជាបុគ្គលសាធារណៈមួយទៀតគឺជាបុគ្គលធម្មតាដូច្នេះឲ្យតែជាបុគ្គលសាធារណៈបញ្ចេញមតិយោបល់អ្វីផ្សេងត្រូវតែបងប្អូនមហាជនចាប់អារម្មណ៍ហើយតារាចម្រៀងអ្នកសម្ដែងអ្នកកំ pl ែងតន្ត្រីករសិល្បករអ្នកលក់ផលិតផលតាមអនឡាញល្បីចាត់ទុកថាគឺជាបុគ្គលសាធារណៈទាំងអស់ដូច្នេះមុនពេលបញ្ចេញនៅមតិយោបល់អ្វីមួយឬក៏បញ្ហាអ្វីមួយតាមបណ្ដាញសង្គមពិតណាស់វាជះឥទ្ធិពល
ហើយនេះក៏មិនមែនជាលើកទី1ដែរកន្លងមកឲ្យតែលោកស្រីមានបញ្ហាគ្រួសារលោកស្រីតែងតែបញ្ចេញតាមបណ្ដាញសង្គមបងប្អូនយើងខ្លះក៏លើកទឹកចិត្តឲ្យលោកស្រីបងប្អូនយើងខ្លះក៏ចាត់ទុកថាលោកស្រីកំពុងតែបំពោលសង្គមនេះគឺជាទស្សនៈពីរផ្ទុយគ្នាដែលលោកស្រីត្រូវតែទទួលយកហើយកំខឹងគេជាធម្មតាគ្មានអ្នកណាគាំទ្រយើង 100% ទេមានទាំងអ្នកចូលចិត្តមានទាំងអ្នកមិនចូលចិត្តនេះហើយគឺជាសង្គម Facebook នេះហើយគឺជាការលេងតាមបណ្ដាញសង្គមតែងតែមានទស្សនៈផ្ទុយបែបនេះប៉ុន្តែជាទស្សនៈតខ្លួនរបស់ខ្ញុំយើងជាបុគ្គលសាធារណៈអ្វីដែលមិនគួរបញ្ចេញបានយើងក៏គួរកុំតែបញ្ចេញបាទនាំឲ្យមានភាពរញ៉េរញ៉ៃនៅតាមបណ្ដាញសង្គមទេពេលខ្លះព្រឹត្តិការណ៍ធំត្រូវបានបំបត្តិអូសមើលឡើងឃើញដោយសារតែការសរសេរខ្លឹមសារខ្លីរបស់លោកស្រីត្រីដាណាតែប៉ុណ្ណោះខ្ញុំមានមតិយោបល់ប៉ុណ្ណេះអរគុណ